ចំពោះការប្រើប្រាស់លក្ខខណ្ឌ if នៅលើ Excel គឺន័យថាយើងចង់បាននីតិអញ្ចឹងយើងមានការលក្ខខណ្ឌបែបនេះហើយយើងចង់បាននីតិមកជុំល្អអញ្ចឹងយើងប្រើរង្វាន់ if បានតែរង្វាន់ if វាវែងគឺន័យថាយើងសេ if 1ហើយ if 2 if 3អញ្ចឹងណាអញ្ចឹងចំពោះរង្វាន់ if គឺយើងសេ if តែម្ដងទៅគឺដាក់លក្ខខណ្ឌយកតែម្ដងអញ្ចឹងសេរង្វាន់នៅលើនេះហើយមើលអញ្ចឹងដាក់ថាស្មើ if អូខេបន្តទៀតយើងទៅស្ដីគេនៅកន្លែងបន្ទុកនេះហើយដាក់លក្ខខណ្ឌមកគឺយើងដាក់ស្មើ100តែម្ដងអូខេស្មើ100យើងសេលេខ100ទៅខម1លទ្ធផលអីគេគឺល្អណាស់ការសរល្អណាស់មួយ F4 ខមមួយទៀតយើងអាចចាំបាច់សរសេរ A មួយទៀតទេដោយសារពី E ហើយយើងដាក់លក្ខខណ្ឌទី2គឺកន្លែងបន្ទុកដដែលយើងដាក់ថាធំជាឬស្មើជាមួយនឹង80តែលេខ80មកខម1លទ្ធផលគឺល្អខ្ញុំចាស់31ខមមួយទៀតគឺលក្ខខណ្ឌទី2ដាក់ថាបើសិនជា60ហ្នឹងធំជាងឬស្មើបាទ60នេះដែរ60ទៀតខម1លទ្ធផលគឺមធ្យមឆាសាមួយខមមួយទៀតចុងក្រោយនេះគឺត្រូវនិយាយពីលទ្ធផលចុងក្រោយអញ្ចឹងបើសិនរូបមន្ត if គឺយើងអាចដាក់ចុចយកតែម្ដងគឺ if else ប៉ុន្តែដល់ពេល if else គឺអត់អាចទេអញ្ចឹងត្រូវតែសេលក្ខខណ្ឌចុងក្រោយមួយទៀតគឺ60ដដែលហ្នឹងបើសិនជាវាតូចជាងថ្លៃចុងក្រោយនេះ60នេះតូចជាងដាច់លទ្ធផលគឺខ្សោយកន្លែងនេះចាសមួយបិទវងចោលតែម្ដងទេចុច enter ចឹងបានលទ្ធផលនេះទៅគឺដូចគ្នាទៅការសេរមុនឬមុន if អញ្ចឹងមួយគឺ if ហើយកន្លែងនេះគឺរមុន if ចឹងរមុនវាវែងប្រហែលគ្នាប៉ុន្តែយើងសេរមុន if លឿនជាងដោយសារយើងសេ if តែម្ដងបើសិនយើងសេរមុន if គឺយើង if រហូតហើយបិទវងចោលច្រើនវាស្មុគស្មាញចានេះជាការអាប់ដេតថ្មីមួយបងប្អូនអាចសាកបងប្រើបានអូខេប៉ុន្តែមានរមុនលោយ៉ាងហ្នឹងទៀតដែលយើងអាចរៀបចំធ្វើនីតិបានគឺរមុន VLOOKUP តែយើងអាចប្រើបានហើយរៀបចំតារាងហ្នឹងមិនដូចខ្ញុំតបបានបង្ហាញពីមុនដែរបាទអរគុណច្រើន